សួស្តីពុកម៉ែបងប្អូននេះគឺជាបង្អែមចាប់ឆាយចាហើយគឺជាស្នាដៃរបស់សវណ្ណីផងដែរហើយគ្រឿងផ្សំគឺមានដូចក្នុងការរាយរាប់នៅក្នុងវីដេអូនេះឯងដំបូងគឺយើងដាំទឹកខ្ទិះដាក់ជាមួយនឹងចាសណ្ដែកពេលវាបានរីកហើយគេតម្លាក់វាចូលទាំងអស់មកកូបដាក់ស្ករដាក់ស្ករចូលចាស់កូរឡើងនេះអ្នកកូរឯងអ្នកកូរស្អាតណាស់ស្រស់សភាតែម្ដង ដល់ពេលកូនចិត្តបានស្វែហើយគេចាក់ពងកន្លត់ហើយចូលវឺយ៉ាងទៅឲ្យយកពណ៌ពងយកតែពងក្រហមទេចាហើយពេលបានចឹងហើយដែរក៏គេបន្ថយភ្លើងដែរគេដាក់ភ្លើងខ្លាំងទេពេលងោះខែបន្តិចទៀតទៅកូរទៅហើយក៏យើងភ្លក់មើលថាល្មមហើយអត់ស្ទើរអីទេក៏ដួសដាក់ចានចាហើយនេះគឺថាពិតជាស្រស់ស្អាតហើយឆ្ងាញ់មែនតើវាអត់សូវផ្អែមទេល្មម